ការសប្បាយចិត្តជាមួយនឹងជីវិតនៃការរស់នៅរបស់ខ្លួនឯងត្រេកអរជាមួយនឹងអ្វីដែលខ្លួនឯងមានប៉ុណ្ណាក៏យើងត្រេកអរប៉ុណ្ណឹងទៅក្នុងការបន្តដំណើរជីវិតរបស់យើងដោយមិនខ្វល់ខ្វាយនឹងរវល់ទាមទារប្រាថ្នាជាមួយនឹងរបស់ដែលអត់ច្រើនពេកវាធ្វើឲ្យជីវិតរបស់យើងហ្នឹងបានសុខស្រួលដែរសេចក្តីសុខវាកើតឡើងពីបន្តិចនឹងឯងក្នុងដំណើរជីវិតណាពេលខ្លះមនុស្សយើងវាចូលចិត្តអញ្ចេះចូលចិត្តត្រង់ថារបស់ឯងមានប៉ុណ្ណេះហើយពេលច្រើនមិនសូវចេះត្រេកអរវាចូលចិត្តតែថាទៅទៀមទាទៅត្រេកអរជាមួយនឹងរបស់ដែលអត់ខាងក្រៅដល់ច្រើនព្រោះហេតុដូច្នេះវារកសុខមិនឃើញហើយក៏អត់ចេះពេញចិត្តជាមួយដំណើរជីវិតបានន័យថាឲ្យល្មមសមគួរទៅបើថាប៉ុណ្ណឹងអាចរស់នៅទៅបានប្រើប្រាស់ជីវិតនឹងដោយការចម្រើនទៅដោយកុសលធម៌ទានសិលភាវនាហើយគិតថាវាសប្បាយក្នុងការរស់នៅក៏គួរតែរស់នៅក្នុងជីវិតបែបហ្នឹងតែព្រោះតែការទៀមទាការប្រាថ្នាច្រើនពេកធ្វើឲ្យមនុស្សហ្នឹងវាបាត់បង់នៅគុណធម៌វាដឹងតែពីបានរៀងខ្លួនហ្នឹងប៉ុន្តែបានហ្នឹងបានមកដើម្បីអីបានមកឲ្យអ្នកណាបើត្រឹមតែមួយរស់ត្រឹមតែមកការប្រើប្រាស់ជីវិតមានសេចក្តីសុខនៅក្នុងសង្គមក្រុមគ្រួសារហ្នឹងប៉ុន្តែដោយច្រើនវាប្រឹងលើសអំពីការរស់នៅរបស់យើងនឹងឯងបានជាមានរឿងរ៉ាវប្រាថ្នាលោភលន់ច្រើនហើយតាំងតែពោលថារកសុខ